បាទជាថ្មីម្ដងទៀតលោកគ្រូក៏សូមគោរពជំរាបសួរដល់បងប្អូនតាក់ទី12ទាំងអស់គ្នាផងដែរថ្ងៃនេះលោកគ្រូសូមធ្វើការចេញនៅវីដេអូថ្មីមួយទៀតដែលនិយាយតាក់ទងទៅនឹងសម័យអាណាព្យាបាលបារាំងជូនបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះដែរលោកគ្រូក៏សូមធ្វើការលើកនៅកម្រងសំណួរមួយដែលសួរថាចូលរៀបរាប់ពីចលនាតស៊ូទាមទារឯករាជ្យពីបារាំងនៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងនៅក្នុងសំណួរនេះគឺជាសំណួរដែលយើងផ្ដោតទៅលើការទាមទារឯករាជ្យរបស់កម្ពុជាយើងនៅក្នុងសម័យបារាំងឬក៏យើងនិយាយឲ្យងាយថាគឺជាការទាមទារឯករាជ្យពីបារាំងដោយចលនាខ្មែររបស់យើងបាទអញ្ចឹងបងប្អូនរីករាយចូលទៅកាន់ចម្លើយជាមួយលោកគ្រូទាំងអស់គ្នាបាទអញ្ចឹងនៅពេលដែលចម្លើយរបស់យើងបងប្អូនសូមសរសេរមកថាចលនាតស៊ូទាមទារឯករាជ្យពីបារាំងនៅក្នុងប្រទេសកម្ពុជារបស់យើងនឹងរួមមានដូចជាអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងហើយថាតកតងទៅនឹងចលនាតស៊ូទាមទារឯករាជ្យនៅក្នុងប្រទេសកម្ពុជាពីបារាំងគឺចែកចេញជាពីរធំអញ្ចឹងកាលណាបើចែកចេញជាពីរធំបងប្អូនត្រូវចេះសរសេរបងប្អូនត្រូវដាក់ថាកចលនាប្រដាប់អាវុធអញ្ចឹងបងប្អូនធ្លាប់ឮចលនាប្រដាប់អាវុធឬក៏ចលនាដែលប្រើកម្លាំងបាយឯងបងប្អូនទាំងអស់គ្នាចលនាហ្នឹងគឺជាចលនាបាទអញ្ចឹងលោកគ្រូសូមបកស្រាយជូនបងប្អូនទាំងអស់គ្នាថាចលនាប្រដាប់អាវុធគឺជាចលនាដែលដឹកនាំដោយក្រុមខ្មែរអិសរៈបងប្អូនធ្លាប់ស្គាល់ខ្មែរអិសរៈទេបាទអញ្ចឹងមានន័យថាចលនាហ្នឹងគឺជាចលនាមួយដែលប្រើកម្លាំងបាយនៅក្នុងការទាមទារឯករាជ្យពីបារាំងបាទជាចលនាដែលដឹកនាំដោយខ្មែរអិសរៈហ្នឹងឯងចាំមើលតិចទៀតលោកគ្រូនឹងបញ្យល់តទៅនឹងខ្មែរអិសរៈថាជានរណាបាទអញ្ចឹងគេថាម៉េចគេថាខ្មែរអិសរៈគឺជាចលនានយោបាយដែលមានគោលបំណងចម្បងគឺតស៊ូប្រឆាំងនឹងអាណានេះនិគមបារាំងឬក៏ដើម្បីទាមទារឯករាជ្យជូនប្រទេសកម្ពុជានៅក្នុងន័យនេះយើងនិយាយអំពីចលនាហ្នឹងគឺជាចលនាដែលមានគោលបំណងចម្បងធំជាងគេហ្មងគឺការតស៊ូទាមទារឯករាជ្យពីអាណាព្យាបាលបារាំងឬក៏អាណានិគមបារាំងនៅក្នុងកំឡុងពេលហ្នឹងបាទប៉ុន្តែក៏មានគោលបំណងផ្សេងទៀតដែរបាទគោលបំណងផ្សេងទៀតដែរប៉ុន្តែចម្បងគឺមួយហ្នឹងគឺការតស៊ូប្រឆាំងនឹងបារាំងដើម្បីទាមទារឯករាជ្យជូនប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងគេថាម៉េចគេថាខ្មែរអិសរៈគឺជាតួអង្គប្រវត្តិសាស្ត្រដ៏សំខាន់នៅក្នុងដំណាក់កាលទាមទារឯករាជ្យរបស់កម្ពុជាដែលឆ្លុះបញ្ចាំងអំពីការស្វែងរកសេរីភាពផងក៏ដូចជាការប្រជែងឥទ្ធិពលនយោបាយផងនៅក្នុងនេះលោកគ្រូបញ្យល់បងប្អូនទាំងអស់គ្នាបន្តិចបងប្អូនទាំងអស់គ្នាត្រូវចងចាំថាតកតងទៅនឹងខ្មែរអិសរៈបើនិយាយអំពីខ្មែរអិសរៈនៅក្នុងអំឡុងពេលដែលទាមទារឯករាជ្យគឺគេចង់ផ្ដោតសំខាន់ទៅលើក្រុមខ្មែរស្ដាំនិយមនិងក្រុមខ្មែរឆ្វេងនិយមបាទដែលយើងនិយាយឲ្យងាយយល់ថាគឺជាក្រុមខ្មែរដែលមាននិន្នាការឆ្វេងពីក្រុមរបស់សម្ដេចរំសេនុបាទឆ្វេងនិយមស្ដាំនិយមនឹងយ៉ាងម៉េចបាទក្រុមដែលដឹកនាំដោយលោកសឺងងុកថាញ់បាទលោកសឺងងុកថាញ់និងក្រុមរបស់ទូសមុទ្រក្រុមអីនេះអញ្ចឹងមានន័យថាក្រុមខ្មែរអិសរៈនឹងគឺជាក្រុមជាច្រើនដែលរួមបញ្ចូលគ្នានៅក្នុងការទាមទារឯករាជ្យមានន័យក្រុមហ្នឹងគឺមានមួយក្រុមច្រើនហើយពួកហ្នឹងគឺបានរួមបញ្ចូលគ្នាដើម្បីទាមទារឯករាជ្យប៉ុន្តែនៅក្នុងក្រុមហ្នឹងគឺអត់មានមេដឹកនាំមួយណាច្បាស់លាស់ទេព្រោះអីនៅក្នុងក្រុមហ្នឹងមានក្រុមខ្លះគឺក្រោមការទំនុកបំរុងជួយពីប្រទេសចៅសៀមបាទប្រទេសសៀមហ្នឹងឯងណាគឺជាការទំនុកបំរុងពីប្រទេសហ្នឹងជំនួយឧបត្ថម្ភអីផ្សេងប៉ុន្តែមួយក្រុមទៀតក្រុមរបស់ទូសមុទ្រក្រុមរបស់អីនេះគឺនោះក្រោមការគ្រប់គ្រងជួយទំនុកបំរុងពីខាងវៀតណាមក្រុមខ្មែរវៀតមិញគេហៅក្រុមខ្មែរវៀតមិញបងប្អូនទាំងអស់គ្នាបាទអាហ្នឹងហើយគឺយើងនិយាយតាក់ទងទៅនឹងក្រុមខ្មែរអិសរៈបាទដែលធ្វើជាចលនាតស៊ូទាមទារឯករាជ្យដោយប្រដាប់អាវុធមានន័យថាដោយប្រើកម្លាំងបាយបាទចូលដល់ចំណុចមួយទៀតគេនិយាយថាចលនានេះមានទិសដៅទាមទារឯករាជ្យឲ្យបានឆាប់រហ័សបាទអញ្ចឹងមានន័យថាគោលបំណងនៃចលនាហ្នឹងគឺចង់បានឯករាជ្យដែរបាទចង់បានឯករាជ្យដែរព្រោះកំឡុងនៅពេលហ្នឹងកម្ពុជាត្រូវតែទាមទារឯករាជ្យឲ្យបានប៉ុន្តែក្រុមចលនាមួយហ្នឹងបានធ្វើការទាមទារឯករាជ្យបាទក្រោយមកចលនានេះបានធ្វើការប្រឆាំងជាមួយនឹងបារាំងនេះលោកគ្រូនិយាយមិញថាគោលបំណងចម្បងរបស់ចលនាខ្មែរអិសរៈឬក៏ចលនាប្រដាប់អាវុធហ្នឹងទី1ចម្បងគឺការប្រឆាំងនឹងបារាំងដើម្បីទាមទារឯករាជ្យប៉ុន្តែចលនាហ្នឹងក៏បានតស៊ូប្រឆាំងជាមួយនឹងសម្ដេចរំសេនុដែរក្នុងកំឡុងពេលហ្នឹងព្រោះអីសម្ដេចរំសេនុព្រះអង្គបានបង្កើតចលនាថ្មីមួយគឺចលនាទាមទារឯករាជ្យដោយសន្តិវិធីអញ្ចឹងហើយចលនាប្រដាប់អាវុធហ្នឹងក៏ប្រឆាំងជាមួយនឹងចលនាថ្មីមួយទៀតដែលនិយាយពីចលនាខដែលលោកគ្រូនឹងរៀបរាប់ទៅខាងមុខទៀតហ្នឹងឯងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយគឺតកតងទៅនឹងចលនាទាមទារឯករាជ្យប្រដាប់អាវុធបាទប្រដាប់អាវុធដែលយើងនិយាយអំពីខ្មែរអិសរៈលើពីហ្នឹងនេះលោកគ្រូបញ្យល់មិញគេនិយាយថាចលនានេះមានមូលដ្ឋានភស្តុភារឬក៏ភស្តុភារនៅក្នុងព្រៃតាមព្រំដែនកម្ពុជាថៃដែលយើងនិយាយមិញថាចលនាហ្នឹងគឺជាចលនាដែលទំនុកបំរុងដោយបាទប្រទេសជិតខាងរបស់យើងហ្នឹងឯងណាប្រទេសជិតខាងរបស់យើងហ្នឹងឯងដែលរួមគ្នានៅក្នុងការទំនុកបំរុងទៅលើពួកឆ្វេងនិយមពួកស្ដាំនិយមដើម្បីឲ្យប្រទេសយើងហ្នឹងយ៉ាងម៉េចបាទបើសិនជាក្រុមហ្នឹងណាលោកគ្រូចង់និយាយថាបើសិនជាក្រុមហ្នឹងទទួលបានឯករាជ្យមែនពិតសួរថាប្រទេសកម្ពុជាយើងទៅជាយ៉ាងណាទៅក្រោមការគ្រប់គ្រងឥទ្ធិពលរបស់ថៃក្រោមការគ្រប់គ្រងឥទ្ធិពលរបស់វៀតណាមឬក៏យ៉ាងណាឃើញទេពីព្រោះអីចលនាខ្មែរអិសរៈជាចលនាដែលទំនុកបំរុងជួយទៅដោយក្រមភាគីប្រទេសជិតខាងនេះប្រទេសចៅសៀមប្រទេសអីនេះអាហ្នឹងគឺជាបញ្ហាប៉ុន្តែកំឡុងពេលហ្នឹងយ៉ាងម៉េចបាទចលនាតស៊ូដោយសន្តិវិធីរបស់សម្ដេចរំសេនុអ្នកទទួលបានជោគជ័យអញ្ចឹងចលនានេះចលនាប្រដាប់អាវុធមិនទទួលបានជោគជ័យទេនៅក្នុងការទាមទារឯករាជ្យជូនមាតុភូមិប្រទេសជាតិកម្ពុជារបស់យើងបាទហ្នឹងហើយគឺតើតើចំណុចកគឺចលនាទាមទារឯករាជ្យដោយប្រដាប់អាវុធក្រោយមក
ក្រុមកងកម្លាំងចលនាខ្មែរអ៊ីសារ៉ាហ្នឹងខ្មែរអ៊ីសារ៉ាត្រូវបានរំលាយចោលនៅពេលដែរចលនាតស៊ូដោយសន្តិវិធីរបស់សម្ដេចរំសេនុទ្រង់ទទួលបានជោគជ័យហើយគេបានធ្វើការចុះកិច្ចព្រមព្រៀងនៅទីក្រុងសេណាវនៅឆ្នាំ1954កំឡុងពេលហ្នឹងហើយដែរនាំឲ្យប្រទេសកម្ពុជារបស់យើងនឹងបានធ្វើការរំលាយនៅកងទ័ពរបស់ខ្មែរអ៊ីសារ៉ានឹងចោលតែម្ដងបាទក្រុមនោះគឺបែកខ្ញែកខ្ទេចរំលាយចោលតាមរយៈសន្និកិច្ចព្រមព្រៀងទីក្រុងសេណាវនៅឆ្នាំ1954ណាបាទអញ្ចឹងហើយអាហ្នឹងគឺជាហេតុផលតកតងទៅនឹងចលនាទាមទារប្រដាប់អាវុធនិយាយឲ្យងាយយល់បងប្អូនទាំងអស់គ្នាចលនាទាមទារប្រដាប់ដោយប្រដាប់អាវុធនៅក្នុងការទាមទារឯករាជ្យពីបារាំងហ្នឹងគឺជាចលនាដែលដឹកនាំដោយក្រុមខ្មែរអ៊ីសារ៉ាគឺជាបណ្ដុំក្រុមពួកឆ្វេងនិយមពួកស្ដាំនិយមជាច្រើនក្រុមបានបង្រួមបញ្ចូលគ្នានៅក្នុងគោលបំណងមួយចម្បងគឺតស៊ូទាមទារឯករាជ្យពីបារាំងនៅក្នុងហ្នឹងណាបងប្អូនទាំងអស់គ្នាតកតងទៅនឹងចលនាប្រដាប់អាវុធណាបាទឥឡូវនេះបងប្អូនចូលទៅជាមួយលោកគ្រូបន្តទៀតចំណុចខប៉ុន្តែបងប្អូនចំណុចខនេះគឺជាចំណុចមួយដែលបងប្អូនត្រូវមើលដែរការតស៊ូទាមទារឯករាជ្យឬចលនាដោយសន្តិវិធីរបស់សម្ដេចរំសេនុក៏ព្រះអង្គធ្វើវាមាន2ផ្នែកមានន័យថាព្រះអង្គបានធ្វើការទាមទារឯករាជ្យដោយសន្តិវិធីចំនួន2ផ្នែកនេះនៅក្នុងហ្នឹងគ្រូបែងចែកទី1ការទាមទារនៅក្រៅប្រទេសចឹងមានន័យថាព្រះអង្គចេញពីប្រទេសកម្ពុជាចេញទៅធ្វើអីណាទៅធ្វើអីទៅណាមកណាអាហ្នឹងយើងត្រូវដឹងតោះលោកគ្រូដាក់ត្រេមួយពីដើមខែកុម្ភៈដល់ខែមិថុនាឆ្នាំ1953ហើយចាំយើងទទួលឯករាជ្យនៅឆ្នាំ1953ប៉ុន្តែនៅក្នុងខែណាបងប្អូនត្រូវចាំនៅក្នុងខែណាបាទនៅខែទី9វិច្ឆិកាឆ្នាំ1953ណាបងប្អូនត្រូវចាំអាហ្នឹងអញ្ចឹងគេនិយាយតាំងពីដើមខែកុម្ភៈដើមឆ្នាំ1953នេះដល់ខែមិថុនាសម្ដេចនរោត្តមសីហនុទ្រង់បានធ្វើសកម្មភាពទាមទារឯករាជ្យក្រៅប្រទេសបាទទៅក្រៅប្រទេសហ្មងទៅក្រៅប្រទេសធ្វើអីនេះព្រះអង្គបានយាងទៅប្រទេសបារាំងនៅថ្ងៃទី9ខែកុម្ភៈក្រោយមកសួរថាព្រះអង្គទៅបារាំងដើម្បីអីព្រះអង្គទៅបារាំងដើម្បីពន្យល់ណែនាំបង្ហាញឲ្យពិភពលោកឲ្យប្រទេសបារាំងនឹងដឹងថានេះខ្មែរត្រូវធ្វើការចេះត្រូវបានទាមទារឯករាជ្យដោយយ៉ាងនេះអាហ្នឹងហើយគឺជាអ្វីដែលសម្ដេចនរោត្តមសីហនុទ្រង់បានធ្វើការទៅទាមទារឯករាជ្យដោយសន្តិវិធីការប្រើថ្វីមាត់របស់ព្រះអង្គដើម្បីទៅនិយាយបង្ហាញប្រាប់ទៅដល់បណ្ដាប្រទេសផ្សេងក្រោយពីហ្នឹងចេញពីបារាំងទៅព្រះអង្គបានទៅប្រទេសកាណាដាណាឃើញចាប់ដើមទៅដល់ពីប្រទេសមុនបងបារាំងទៅបារាំងសិនព្រោះប្រទេសបារាំងគឺជាប្រទេសដែលស្ថិតនៅការគ្រប់គ្រងទៅលើកម្ពុជារបស់យើងពេលព្រះអង្គចេញពីបារាំងព្រះអង្គក៏បានបន្តទៅប្រទេសកាណាដាក្រោយមកទៀតព្រះអង្គក៏ចេញទៅប្រទេសសហរដ្ឋអាមេរិកនៅថ្ងៃទី11ខែមេសាដោយទ្រង់បានបញ្ជាក់តាក់ទងទៅនឹងឯករាជ្យបើយើងនិយាយពីតាក់ទងឯករាជ្យហ្នឹងហ្មងមិនគឺថាព្រះអង្គទ្រង់មានព្រះរាជចសាថាម៉េចថាប្រសិនបើបារាំងមិនផ្ដល់ឯករាជ្យមកឲ្យកម្ពុជាទេប្រជាជនខ្មែរទាំងអស់ទូទាំងប្រទេសហ្នឹងនឹងក្រោកឡើងប្រឆាំងនឹងបារាំងហើយមួយទៀតដែលធំបំផុតគឺការចូលរួមជាមួយនឹងចលនាកុម្មុយនីសបងប្អូនកន្លែងចំណុចហ្នឹងបងប្អូនទៅមើលនិយាយពីចលនាកុម្មុយនីសបើយើងនិយាយពីបារាំងក្នុងកំឡុងពេលហ្នឹងពិបាកយ៉ាងម៉េចបើសិនជាកម្ពុជាចូលជាមួយនឹងចលនាកុម្មុយនីសវាធ្វើឲ្យចលនាកុម្មុយនីសកាន់តែរីកសាយភាយធំនេះជាបញ្ហាអញ្ចឹងជាបញ្ហាជាហេតុដល់យ៉ាងម៉េចបើព្រះអង្គទៅសហរដ្ឋអាមេរិកគឺពួកសហរដ្ឋអាមេរិកជាប្រទេសសេរីបាទអញ្ចឹងត្រូវប្រាំអាមេរិកថាម៉េចបើសិនជាអាមេរិកមិនទទួលដឹងឮទេអាមេរិកនឹងបាត់បង់នៅបណ្ដាប្រទេសមួយទៀតនឹងចូលជាសមាជិកឬក៏ចូលជាមួយនឹងចលនាកុម្មុយនីសបាទបើយើងនិយាយកុម្មុយនីសលើលោកគឺកុម្មុយនីសនឹងសេរីធំជាងគេហើយបាទតែយើងត្រូវអញ្ចឹងហើយអានេះជាហេតុផលបើព្រះអង្គបានទៅសហរដ្ឋអាមេរិកទៅកាណាដាហើយសហរដ្ឋអាមេរិកណានៅក្នុងអំឡុងពេលហ្នឹងក្រោយមកទៀតក្រោយពីព្រះអង្គត្រឡប់មកវិញត្រឡប់ពីសហរដ្ឋអាមេរិកព្រះអង្គទ្រង់បានយាងទៅប្រទេសជប៉ុនបាទទៅប្រទេសជប៉ុនទៀតពេលដែលព្រះអង្គទៅប្រទេសជប៉ុនព្រះអង្គក៏បានទៅធ្វើការពន្យល់ណែនាំបង្ហាញដូចគ្នាតាក់ទងទៅនឹងគោលបំណងក្នុងការទាមទារឯករាជ្យរបស់ប្រទេសកម្ពុជារបស់យើងបាទព្រះអង្គបានទៅប្រាប់បង្ហាញតែនៅក្នុងថ្ងៃទី14ខែឧសភាហើយទ្រង់បានយាងទៅប្រទេសថៃបាទនេះប្រទេសចៅសៀមនេះទ្រង់ក៏បានទៅប្រាប់ដែរយាងទៅដែរនៅថ្ងៃទី13ខែមិថុនាឆ្នាំ1953នៅក្នុងនេះអញ្ចឹងអាហ្នឹងគឺជាតាក់ទងទៅនឹងសកម្មភាពរបស់សម្ដេចនរោត្តមសីហនុនៅក្នុងការចេញទៅក្រៅប្រទេសដើម្បីធ្វើការប្រាប់បង្ហាញពន្យល់ទៅដល់ប្រទេសនៅលើពិភពលោកឲ្យបានទទួលដឹងឮអំពីគោលបំណងនៅក្នុងការទាមទារឯករាជ្យរបស់កម្ពុជាណាបងប្អូនទាំងអស់គ្នាបាទក្រោយមកទៀតបាទយើងចូលដល់ចំណុចនឹងដដែលខដដែលប៉ុន្តែយើងចូលចំណុចទី2ការទាមទារឯករាជ្យនៅក្រៅប្រទេសមានន័យថាព្រះអង្គបានធ្វើសកម្មភាពនៅក្នុងប្រទេសវិញម្ដងអញ្ចឹងក្រោយពេលដែលព្រះអង្គទ្រង់បានយាងមកដល់ប្រទេសថៃបាទប្រទេសចៅសៀមណាក្រោយមកនៅក្នុងទីក្រុងបាងកកហ្នឹងព្រះអង្គក៏បានទៅគង់នៅតំបន់ស្វាយយ៉ាត់បាទតំបន់ស្វាយយ៉ាត់ជាតំបន់ដែលមានសុវត្ថិភាពនៅក្នុងហ្នឹងនៅខេត្តសៀមរាបបាត់ដំបងនិងកំពង់ធំដោយទ្រង់មិនយាងទៅភ្នំពេញទេបើមិនទទួលបានឯករាជ្យបរិបូរណ៍ជូនជាតិអញ្ចឹងនៅក្នុងពេលហ្នឹងព្រះអង្គអត់បានយាងទៅទីក្រុងទេរាជធានីទេទៅភ្នំពេញទេព្រះអង្គអត់ទៅទេប៉ុន្តែព្រះអង្គនៅតំបន់ស្វាយយ៉ាត់មួយដើម្បីទទួលដំណឹងចាំទទួលដំណឹងថាតើដំណឹងនេះយ៉ាងម៉េចឯករាជ្យបានបរិបូរណ៍ទេជូនជាតិមាតុភូមិរបស់ព្រះអង្គបាទព្រះអង្គអត់ទៅភ្នំពេញទេក្នុងកន្លែងហ្នឹងណាបាទក្រោយមកទៀតសម្ដេចនរោត្តមសីហនុ
ក្រុមបានប្រកាសបង្កើតនៅកងជីវពលនារីក្លាហានដើម្បីដាក់គំនាបទៅបារាំងឲ្យព្រមបុគ្គលឯករាជ្យឲ្យប្រទេសកម្ពុជាអញ្ចឹងព្រះអង្គក្នុងកំឡុងពេលហ្នឹងទៅបង្កើតជាក្រុមជីវពលនារីក្លាហានរបស់កម្ពុជារួមគ្នានៅក្នុងការបះបោប្រឆាំងទៅនឹងបារាំងដាក់គំនាបទៅបារាំងថាបារាំងត្រូវតែបុគ្គលឯករាជ្យឲ្យកម្ពុជាណាជាព្រះរាជតម្រិះរបស់ព្រះអង្គក្នុងការបង្កើតប្រកាសនៅកងជីវពលនារីក្លាហាននៅក្នុងការដាក់គំនាបទៅលើបារាំងបាទក្រោយមកទៀតបារាំងក៏បានបុគ្គលឯករាជ្យចាប់ដើមបារាំងបានបុគ្គលឯករាជ្យនេះកន្លែងនេះសំខាន់ហើយបងប្អូនត្រូវចាំតែម្ដងកន្លែងហ្នឹងបងប្អូនមិនចាំហើយទេបារាំងបានបុគ្គលឯករាជ្យពេញលេញឲ្យកម្ពុជាយើងនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1963បាទអូកន្លែងនេះមិនមែន63ទេបងប្អូនទាំងអស់គ្នាកន្លែងនេះលោកគ្រូសេខុសនេះបាទនៅក្នុងឆ្នាំ1953ណាបងប្អូនទាំងអស់គ្នាបាទដោយប្រារព្ធពិធីផ្ទេរអំណាចនៅមុខព្រះបរមរាជវាំងអញ្ចឹងនៅក្នុងហ្នឹងថ្ងៃដែលបងប្អូនត្រូវចងចាំថ្ងៃ9ខែវិច្ឆិកាឆ្នាំ1953គឺជាថ្ងៃដែលប្រទេសកម្ពុជាយើងបានទទួលឯករាជ្យពេញលេញបរិបូរណ៍តែម្ដងជូនជាតិមាតុភូមិរបស់សម្ដេចឧត្តមសីហនុបាទព្រោះបញ្ជាក់ឡើងវិញណាបងប្អូនណាកន្លែងនេះគឺនៅក្នុងឆ្នាំ1953បាទ53ណាបងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងបារាំងបានប្រគល់ឯករាជ្យពេញលេញឲ្យមកប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងសរុបរួមមកវិញសម្រាប់ខ្លឹមសារអត្ថន័យខ្លឹមសារនៃវីដេអូរបស់លោកគ្រូគឺលោកគ្រូផ្ដោតអំពីចលនាទាមទារឯករាជ្យរបស់កម្ពុជាទៅនឹងបារាំងណាដែលចែកចេញជាពីរគឺចលនាទាមទារឯករាជ្យដោយប្រដាប់អាវុធនិងចលនាទាមទារឯករាជ្យដោយសន្តិវិធីចលនាទាមទារឯករាជ្យដោយប្រដាប់អាវុធដឹកនាំដោយក្រុមខ្មែរអិសរាជចលនាទាមទារឯករាជ្យដោយសន្តិវិធីដឹកនាំដោយសម្ដេចរំសីហនុបាទលោកគ្រូមានតែប៉ុណ្ណេះទេសម្រាប់វីដេអូនេះគឺលោកគ្រូធ្វើឡើងដើម្បីជាជំនួយទៅដល់បងប្អូនប្រឡងបាក់ឌុបបាទថ្នាក់ទី12យកទៅគេងស្ដាប់គេងសិក្សាស្វែងយល់នៅផ្ទះបន្ថែមទៀតបន្ទាប់ពីកូនបានរៀនជាមួយលោកគ្រូអ្នកគ្រូរបស់កូននៅសាលាហើយលោកគ្រូក៏សូមមេត្តាខន្តីអភ័យទោសរាល់កំហុសខុសឆ្គងក្នុងប្រការណាមួយនៅក្នុងវីដេអូនេះផងដែរមានប្រកាសជាមានណាបងប្អូនទាំងគ្នាបាទជាចុងក្រោយបងប្អូនសូមកុំភ្លេចជួយចុច Subscribe Channel របស់គ្រូម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តនិងទទួលបាននូវវីដេអូថ្មីតាក់ទងទៅនឹងការជំនួយផ្នែកប្រវត្តិវិទ្យារបស់លោកគ្រូនៅក្នុងការជួយបញ្យល់សំណួរផ្សេងៗទៅដល់បងប្អូនទាំងអស់គ្នានៅក្នុងការសិក្សាស្វែងយល់ក្នុងការប្រឡងបាក់ឌុបរបស់យើងនាពេលខាងមុខនេះឯងបាទលោកគ្រូសូមអរគុណពីលោកគ្រូសាកសុថាត់សូមគោរពលា